ឆ្នាំ2024កន្លងទៅក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពៀកម្មករនយោជកហៅកាត់ថាសផកនៃបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើការចុះស្ទង់មតិជាមួយតំណាងរោងចក្រសហគ្រាសគ្រឹះស្ថានតំណាងកម្មករនយោជកនិងតំណាងអ្នកបើកបររថយន្តដឹកកម្មករក្នុងគោលបំណងដើម្បីធ្វើការជំរុញការផ្លាស់ប្ដូររថយន្តប្រភេទដឹកទំនិញមកជារថយន្តប្រភេទដឹកអ្នកដំណើរវិញឬកែលម្អឲ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាពចំនួន5គោលដៅរួមមានរាជធានីភ្នំពេញខេត្តកណ្ដាលកំពង់ស្ពឺកំពង់ឆ្នាំងនិងខេត្តស្វាយរៀងជាលទ្ធផលក្រុមការងារបានចុះចំនួន290សហគ្រាសក្នុងនោះបានជួបតំណាងរោងចក្រសហគ្រាសគ្រឹះស្ថានចំនួន535នាក់តំណាងកម្មករនយោជកចំនួន3337នាក់និងតំណាងអ្នកបើកបររថយន្តដឹកកម្មករនយោជកចំនួន785នាក់ក្រោយពីបានចុះស្ទង់មតិរួចក្រុមការងារសង្កេតឃើញថាមានការគាំទ្រជាច្រើនអំពីការផ្លាស់ប្ដូររថយន្តដឹកអ្នកដំណើរឬកែលម្អឲ្យមានផាសុកភាពនិងសុវត្ថិភាពទន្ទឹមនឹងនេះក្រុមការងារក៏ទទួលបាននៅបញ្ហាប្រឈមនិងសំណុំពរផងដែរជំហានបន្ទាប់ក្រុមការងារនឹងធ្វើការពិនិត្យនិងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដែលឆ្លើយតបចំពោះសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនកម្មករនយោជកនិងរក្សាបាននូវអាជីពរបស់បងប្អូនដែលជាអ្នកបើកបររថយន្តដឹកកម្មករនយោជកដោយមិនឲ្យមានផលប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគាត់ឡើយស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងយូរនៅឆ្នាំ2027នេះត្រូវកែរថយន្តពីរថយន្តដឹកទំនិញមកជារថយន្តដឹកអ្នកដំណើរឲ្យមានកៅអីអង្គុយនិងមានផាសុកភាព